មនុស្សយើងដែលអាចស្រឡាញ់គ្នាទៅបានឬក៏ការរួមរស់នៅជាមួយគ្នាបានហ្នឹងក្នុងន័យពុទ្ធិកាព្រះអង្គសម្ដែងថាមកអំពីមានហេតុពីរទី1ព្រោះតែមនុស្សនោះគឺថាធ្លាប់រួមរស់ជាមួយគ្នាក្នុងកាលមុននិងទី2គឺធ្លាប់ធ្វើឧបការៈដល់គ្នានឹងក្នុងពេលបច្ចុប្បន្នព្រោះតែហេតុទាំងពីរនេះហើយទៅធ្វើឲ្យមនុស្សយើងហ្នឹងចេះមានសេចក្តីស្រឡាញ់គ្នាទៅបានចំណុចទី1ត្រង់ថាមនុស្សយើងធ្លាប់រួមរស់ជាមួយគ្នាក្នុងការមុនណាព្រោះក្នុងដំណើរសង្សារវដ្តយើងដឹងហើយថាក្នុងន័យពុទ្ធិកាព្រះអង្គសម្ដែងថាធ្លាប់ជាម្ដាយជាមួយគ្នាក៏មានជាបងជាប្អូនជាប្តីជាប្រពន្ធទាំងអស់គ្នានឹងក្នុងដំណើរដែលថាអ្នកណាម្នាក់ដែលមិនធ្លាប់ជាម្ដាយអ្នកណាម្នាក់ដែលមិនធ្លាប់ជាឪពុកធ្លាប់ជាបងជាប្អូនអីហ្នឹងវាអត់មានទេអញ្ចឹងពេលណាដែលថាបានធ្វើល្អជាមួយគ្នារួមរស់ជាមួយគ្នាអញ្ចឹងទៅត្បិតតែថាបច្ចុប្បន្នជាតិមានការប្រែប្រួលយ៉ាងណាប៉ុន្តែពេលដែលឃើញគ្នាអាចថាមាននិស្ស័យដូចយើងថាមនុស្សខ្លះពេលដែលយើងក៏លេចឃើញទៅមើលទៅគួរឲ្យចង់រាប់អានល្អប្រសើរមើលទៅប៉ុន្តែមនុស្សផ្សេងទៀតពេលខ្លះយើងឃើញយើងអត់ចង់រាប់អានឬក៏អត់ចង់និយាយរកជាដើមមិនមែនថាយើងធ្លាប់បាននិយាយឬក៏ស្អប់គ្នាពីមុនទេប៉ុន្តែអាសភាពក្នុងចិត្តរបស់យើងនឹងចង់បង្ហាញថាมันសមគួរដល់ការខ្សែគប់ជាដើមអានេះគ្រាន់តែហេតុពីអតីតដែលយើងបានធ្វើមកមិនល្អជាមួយគ្នាអីចឹងទៅមានការគុំមានការស្អប់គ្នាពីអតីតទៅបានជាក្នុងបច្ចុប្បន្ននេះយើងឃើញគ្នាយើងអត់រីករាយជាមួយគ្នានោះទេប៉ុន្តែនៅក្នុងសេចក្តីហ្នឹងថាទី1ព្រោះតែបុគ្គលនោះធ្លាប់បានធ្វើឧបការៈឬក៏ធ្លាប់នៅរួមរស់ជាមួយគ្នាក្នុងពេលមុនមកពីអតីតជាតិក្នុងអត្តភាពណាមួយទៅបានជាហេតុហ្នឹងធ្វើឲ្យស្រឡាញ់គ្នាទៅបាននិងចំណុចមួយទៀតដោយសារតែបុគ្គលនោះបានធ្វើឧបការៈដល់គ្នានឹងគ្នាក្នុងពេលបច្ចុប្បន្នចេះជួយយកអាសាធ្វើសេចក្តីល្អដល់ចឹងទៅពេលដែលគេមើលទៅគេថាមនុស្សនេះល្អសមគួរដល់ការរាប់អានបានចេះជួយអ្នកដទៃគាត់មិនឆ្មើងឆ្មៃឬក៏ហេតុអ្វីដទៃផ្សេងទៀតវាធ្វើឲ្យត្រូវចិត្តក្នុងពេលបច្ចុប្បន្ននេះក៏ទៅជាថាអាចរាប់អានគ្នាបានព្រោះតែហេតុទាំងពីរយ៉ាងហ្នឹងហើយបានព្រះអង្គសម្ដែងថាមនុស្សយើងដែលអាចស្រឡាញ់គ្នាទៅបានវាមិនមែនអត់ហេតុទេគឺមានហេតុពីរនឹងឯងទី1ព្រោះតែធ្លាប់បានរួមរស់ឬក៏រស់នៅជាមួយគ្នាក្នុងពេលអតីតនិងបច្ចុប្បន្ននេះគឺបានធ្វើឧបការៈគុណដល់គ្នានិងក្នុងពេលបច្ចុប្បន្ននេះធ្លាប់បានធ្វើឧបការៈដល់គ្នានឹងគ្នាអញ្ចឹងទៅក៏មានការស្រឡាញ់គ្នាទៅបាននៅក្នុងគម្ពីរធម្មបទកថាលើករឿងព្រាហ្មណ៍កុក្កដមិត្តនោះដែលប្រពន្ធរបស់គាត់ហ្នឹងគឺជាកូនសេដ្ឋីធីតាគឺជាអ្នកមានទ្រព្យម្ដាយឪពុករស់នៅដោយបានន័យថាដោយការឲ្យរស់នៅដោយមានសេចក្តីសុខស្រួលមានប្រាសាទល្អប្រសើរប៉ុន្តែព្រាហ្មណ៍កុក្កដមិត្តនេះគាត់គឺជាអ្នកបរបាញ់សត្វទេដឹកសត្វដឹកអីទៅលក់ទៅប៉ុន្តែនាងកលធីតាហ្នឹងពេលដែលឃើញកុក្កដមិត្តតាមបង្អួចមកស្រាប់តែថាមានសេចក្តីស្រឡាញ់យើងគិតមើលថាតែនាងហ្នឹងកូនគេ